ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមឡាយបាទនិយាយអំពីទេសភាពបាទទេសភាពមុខផ្ទះបាទហើយមានជីមានខ្ទឹមបាទមានស្លឹកគ្រៃបាទនេះពុកម៉ែបងប្អូនបាទឡាយលេងបាទនិយាយលេងហើយចង់ឲ្យពុកម៉ែបងប្អូនទេសនាបាទកំសាន្តនៅមុខផ្ទះបាទនេះបាទនេះជីបាទខ្ចីល្អមែនទេនេះខ្ទឹមខ្ទឹមហើយនេះដើមរាសីនេះចកស្លឹកធំបាទប្រភពព្រះភូមិបាទនេះចកស្លឹកធំបាទបើសិនជាពុកម៉ែបងប្អូនគាត់មានចកស្លឹកធំបាទយកទៅដាំនៅក្នុងទឹកជ្រៅទឹករាក់ហើយសត្វមន់សត្វទាស៊ីបាទនេះដើមរាសីបាទហើយនេះផ្ទះបាទហើយនឹងមុខផ្ទះនេះមុខផ្ទះបាទនេះផ្លូវទៅត្បូងហើយនោះផ្លូវទៅជើងហើយនេះអ្នកលក់បាទលក់សាំងវិចលក់នំប៉័ងសាច់លក់ពងទាកូនពងទាអត់កូនហើយនេះក្មេងក្បាលខូចនេះបាទនេះផ្លូវទៅជើងបាទនេះផ្លូវទៅត្បូងបាទអរគុណសូមជម្រាបលាសុខសប្បាយ